Ok, ngày nắngយើងនឹងសិក្សាតទៅជាមួយនឹង sentence structure គឺ to like to do something to like to do something ចូលចិត្តធ្វើអ្វីមួយតែជាចំណងចំណុចចិត្តដែលចេញពីទម្លាប់របស់យើងបាទអញ្ចឹង to like to do something ចូលចិត្តធ្វើអ្វីមួយដែលកើតចេញពីទម្លាប់ដែលយើងបានធ្វើ I like to swim in the morning ខ្ញុំចូលចិត្តហែលទឹកនៅពេលព្រឹកបាទអញ្ចឹងមានថាវាជាចំណងចំណុចចិត្តដែលកើតចេញពីទម្លាប់របស់គាត់ដែលបានធ្វើនឹងI like to swim in the morning ខ្ញុំចូលចិត្តហែលទឹកនៅពេលព្រឹក I like to swim in the morning ខ្ញុំចូលចិត្តហែលទឹកនៅពេលព្រឹក She likes to read before bed នាងចូលចិត្តអានមុនពេលចូលគេង She likes to read before bed នាងចូលចិត្តអានមុនពេលគេង She likes to read before bed នាងចូលចិត្តអានមុនពេលគេង They like to play football on Sundays ពួកគេចូលចិត្តលេងបាល់រាល់ថ្ងៃអាទិត្យ They like to play football on Sundays ពួកគេចូលចិត្តលេងបាល់រាល់ថ្ងៃអាទិត្យ They like to play football on Sundays ពួកគេចូលចិត្តលេងបាល់រាល់ថ្ងៃអាទិត្យ He likes to speak with me every Sunday គាត់ចូលចិត្តនិយាយជាមួយខ្ញុំរាល់ថ្ងៃអាទិត្យ He likes to speak with me every Sunday គាត់ចូលចិត្តនិយាយជាមួយខ្ញុំរាល់ថ្ងៃអាទិត្យ He likes to speak with me every Sunday គាត់ចូលចិត្តនិយាយជាមួយខ្ញុំរាល់ថ្ងៃអាទិត្យអូខេឥឡូវយើងមើល like doing something ម្ដង like doing something មានថាចូលចិត្តធ្វើអ្វីមួយប៉ុន្តែវាមិនមែនជាទម្លាប់ទេវាជាសកម្មភាពដែលគាត់កំពុងតែចូលចិត្តនឹងសកម្មភាពហ្នឹង to like doing something មានថាចូលចិត្តធ្វើអ្វីមួយផ្ដោតទៅលើសកម្មភាពដែលកំពុងតែធ្វើនឹងឯងតែគាត់ I like swimming ខ្ញុំចូលចិត្តហែលទឹកមានថាខ្ញុំចូលចិត្តតែយើងកំពុងតែលេងហែលទឹកនឹងឯង I like swimming ខ្ញុំចូលចិត្តហែលទឹក I like swimming ខ្ញុំចូលចិត្តហែលទឹក She likes reading នាងចូលចិត្តអានសៀវភៅ She likes reading នាងចូលចិត្តអានសៀវភៅ She likes reading នាងចូលចិត្តអានសៀវភៅ They like playing football ពួកគេចូលចិត្តលេងបាល់ They like playing football ពួកគេចូលចិត្តលេងបាល់ They like playing football ពួកគេចូលចិត្តលេងបាល់ He likes traveling គាត់ចូលចិត្តធ្វើដំណើរកម្សាន្ត He likes traveling គាត់ចូលចិត្តធ្វើដំណើរកម្សាន្ត He likes traveling គាត់ចូលចិត្តធ្វើដំណើរកម្សាន្ត like មានន័យមួយទៀតគឺដូចជាប៉ុន្តែ like មានន័យដូចជាហ្នឹងគឺ like គឺចូលខាងក្រោយមាន noun ឬក៏ pronoun He runs like his father គាត់រត់ដូចជាឪពុករបស់គាត់ He runs like his father គាត់រត់ដូចជាឪពុករបស់គាត់ He runs like his father គាត់រត់ដូចជាឪពុករបស់គាត់ She looks like her mother គាត់មើលទៅដូចជាម្ដាយរបស់គាត់ He looks សំទោសមិនមែន he ទេតែគឺ she looks like her mother នាងមើលទៅដូចជាម្ដាយរបស់គាត់ She looks like her mother នាងមើលទៅដូចជាម្ដាយរបស់គាត់ She looks like her mother នាងមើលទៅដូចជាម្ដាយរបស់គាត់ He walks like a machine គាត់ធ្វើការដូចជាម៉ាស៊ីនអញ្ចឹង He walks like a machine គាត់ធ្វើការដូចជាម៉ាស៊ីនអញ្ចឹង He walks like a machine គាត់ធ្វើការដូចជាម៉ាស៊ីនអញ្ចឹង He walks like his grandmother គាត់ដើរដូចជាយាយរបស់គាត់ He walks like his grandmother គាត់ដើរដូចជាយាយរបស់គាត់ He walks like his grandmother គាត់ដើរដូចជាយាយរបស់គាត់ He walks like his grandmother គាត់ដើរដូចជាយាយរបស់គាត់